សួស្តីថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសំឡេង e សំឡេង e តើមានអក្សរប្រមាណដែលបានអាចបង្កើតបានជាសំឡេង e អញ្ចឹងដើម្បីធ្វើជាសំឡេង e បានគឺយើងត្រូវមានអក្សរ2អក្សរ e ហើយនិងអក្សរ e បើសិនជា e ម្នាក់ឯងសំឡេងខ្លីរបស់វាគឺ s ដល់ពេលដែល e 2សំឡេងរបស់វាគឺសំឡេងវែងអញ្ចឹងវានឹងបញ្ចេញសំឡេង e អញ្ចឹងថ្ងៃនេះខ្ញុំមានពាក្យ6ពាក្យដែលទៅសេជាមួយនឹង e អ្នកទាំងអស់គ្នាអាចមើលបានអញ្ចឹងយើងមើលពាក្យទី1យើងមានពាក្យទេរូបភាពទី1រូបភាពទី1គឺសត្វអីគេអ្នកទាំងអស់គ្នាសត្វនេះស្អាតមានពណ៌ខ្មៅពណ៌លឿងហើយជួយចាត់ផ្កាហើយវាមានលក្ខណៈពិសេសវាអាចបង្កើតបានជារបស់ដែលមានតម្លៃដែលមនុស្សគ្រប់គ្នាគឺតែចង់បានវាហើយវាមានរសជាតិផ្អែមសត្វនោះគឺសត្វខ្មុំសត្វខ្មុំក្នុងភាសាអង់គ្លេសយើងអានវាថា bee អញ្ចឹង b អក្សរអីដែលសលេង b គឺអក្សរ b យើងដាក់ e មកនេះ e ពីរដងសលេង e អញ្ចឹង b e b នឹងគឺ bee the bee likes the flower the bee likes the flower អញ្ចឹងសត្វខ្មុំគឺចូលចិត្តផ្កាអូខេយើងមើល number 2នេះជើងអ្នកទាំងអស់គ្នាបើសិនជាជើងចាប់ពីចង្កេះមកក្រោមគេហៅថា leg ជើងប៉ុន្តែបើសិនជាត្រឹមនេះភ្នែកជើងមកក្រោមនេះយើងហៅថា feet ប្រែថាជើងតែជើងចាប់ពីភ្នែកជើងមកក្រោមអានឹង feet អ្នកទាំងអស់គ្នាអញ្ចឹង f សអី f ស f e feet okay b feet in Khmer in Cambodia we don't say b we say khmom and feet we say ជើង okay number 3នេះដើមឈើ in Khmer we say ដើមឈើនៅក្នុងភាសាអង់គ្លេសគេអានថា th ហើយនឹងរគឺ tr ទាំងអស់គ្នាប្រកបដូចខ្មែរចឹងឯង th និងរ tr ដាក់ e មក th and r tr e tree នឹងប្រែថាដើមឈើ this is a big tree there are a lot of branches and leaves នេះជាដើមឈើដ៏ធំមួយវាមានមែកឈើច្រើនហើយនឹងស្លឹកឈើយ៉ាងច្រើន number 4 this is watermelon in Khmer we say អោលញ៉ាផ្លែអោលហើយឃើញអ្នកអស់គ្នាឃើញខ្មៅអត់នេះជាគ្រាប់អោល we say seed c ណាត់ c ឃើញពេលយើងដាក់ដះមួយទៀតមកក៏ជាគ្រាប់រុក្ខជាតិគ្រាប់ធញ្ញជាតិនេះគ្រាប់របស់ផ្លែឈើគ្រាប់របស់ផ្កាអីហ្នឹងណា seed អញ្ចឹង number 5និយាយពីពើម្ដង in Khmer we say ពណ៌បៃតងខ្ញុំច្រឡំទៅពើខៀវនេះខ្ញុំអើយពើបៃតងអ្នកទាំងអស់គ្នាពើបៃតងអញ្ចឹង in English we say g and r ក្រឹះដាក់ e មក green ញ៉ាកណ្រក្រឹះ e ណា green អស់ច្រឡំនេះ green តោះនេះស្គីនទេអ្នកទាំងអស់គ្នានេះស្អីគេសម្បកអីគេសម្បកចេកសម្បកក្រូចសម្បកប៉មអីក៏បានដែរណា peel នឹងប្រែថាសម្បកបើសិនជាកិរិយាសព្ទប្រែថាចិត្តសម្បក I peel an apple peel អ្នកទាំងអស់គ្នាបើថាពិបាកចាំតិចច្រៀងចម្រៀង peel banana peel banana chop អូច្រឡំ peel គេថាអញ្ចឹងបកអ្នកទាំងអស់គ្នាខ្ញុំច្រឡំខ្ញុំច្រៀងខ្ញុំ free ចម្រៀងអ្នកទាំងអស់គ្នាបាត់ peel banana chop banana chop banana shake banana drink banana
banana banana no more banana banana no more ok ភៀលនឹងប្រែថាចិត្តសម្បកដល់ខ្ញុំតែបើវាជាពាក្យវិជ្ជនាមប្រែថាសម្បកអូខេអញ្ចឹងយើងមើលទាំង6ពាក្យសាស្ត្រថ្មីរៀនអានខ្លួនឯងណា1 2 3 B 2 feet 3 tree number 4 seed number 5 green number 6 peel peel okay very good ខ្មុំជើងប្រអប់ជើងដើមឈើគ្រាប់ពណ៌បៃតងហើយនឹងសម្បកអូខេអញ្ចឹងខ្ញុំអស់ប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តហើយគិតថាការបរៀនរបស់ខ្ញុំយល់ធ្វើអ្នកទាំងអស់គ្នាឆាប់យល់សូមអ្នកទាំងអស់គ្នាជួយអុយមេដៃហើយនឹង Subscribe វីដេអូរបស់ខ្ញុំមួយផងអរគុណច្រើនជម្រាបលា